រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជំពូកទី4អំពីរបបនយោបាយមាត្រា51ថ្មីព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបកប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួនអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភាព្រឹទ្ធសភារាជរដ្ឋាភិបាលនិងសាលាជម្រះក្តីអំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិនិងអំណាចតុលាការមាត្រា52រាជរដ្ឋាភិបាលកម្ពុជាបដិញ្ញារក្សាការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយបង្រួមជាតិដើម្បីការពារឯកភាពជាតិរក្សាការពារទំនៀមទម្លាប់និងប្រពៃណីល្បូររបស់ជាតិរាជរដ្ឋាភិបាលកម្ពុជាត្រូវការពារនីតិញ្ញានុកូលភាពធានាសណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈរដ្ឋយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅនិងសុខាមង្គលរបស់ប្រជាពលរដ្ឋមាត្រា53ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិភាពសហវិជ្ជមានជាមួយប្រទេសជិតខាងនិងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោកព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាតមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ឬដោយប្រយោលទោះបីក្រោមរូបភាពណាក៏ដោយដោះស្រាយរាល់បញ្ហាដោយសន្តិវិធីនិងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមកព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធភាពយោធាឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរលើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធាអាវុធគ្រាប់រំសេរការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធនិងជំនួយផ្សេងទៀតដើម្បីការពារខ្លួននិងធានាសណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈនៃផ្ទៃក្នុងប្រទេសមាត្រា54ការផលិតការប្រើប្រាស់ការរក្សាទុកអាវុធបរមាណូអាវុធគីមីឬអាវុធជីវសាស្ត្រត្រូវហាមឃាត់ដាច់ខាតមាត្រា55សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនសមស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដីអព្យាក្រឹតភាពនិងឯកភាពជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជំពូកទី5អំពីសេដ្ឋកិច្ចមាត្រា56ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារការរៀបចំនិងការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះនឹងមានកំណត់ក្នុងច្បាប់មាត្រា57ការយកពន្ធដារនឹងអាចធ្វើទៅបានលុះត្រាតែមានច្បាប់អនុម័តបច្ចេកណាជាតិត្រូវបានកំណត់ឲ្យអនុវត្តតាមច្បាប់របបគ្រប់គ្រងរូបិយវត្ថុនិងប្រព័ន្ធហិរញ្ញវត្ថុត្រូវកំណត់ក្នុងច្បាប់មាត្រា58ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាចដីធ្លីក្រោមដីភ្នំសមុទ្របាតសមុទ្រក្រោមបាតសមុទ្រឆ្នេរសមុទ្រអាកាសកោះទន្លេព្រែកស្ទឹងបឹងព្រៃឈើធនធានធម្មជាតិមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌មូលដ្ឋានការពារជាតិសំណង់ផ្សេងទៀតដែលបានកំណត់ថាជារបស់រដ្ឋការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់មាត្រា60រដ្ឋរក្សាការពារបរិស្ថាននិងតុល្យភាពនៃភោគទ្រព្យធម្មជាតិនឹងត្រូវចាត់ចែងឲ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងមានជាអាចដីធ្លីទឹកអាកាសខ្យល់ភូកវិទ្យាប្រព័ន្ធអេកូឡូស៊ីរ៉ែថាមពល
ប្រេងកាតាល់និងអ៊ូស្ម៉ាន់ថ្មនិងខ្សាច់ត្បិចថ្មព្រៃឈើនិងអនុផលព្រៃឈើសត្វព្រៃមច្ឆជាតិធនធានចលផលពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរីការតម្រូវឲ្យលក់ផលិតផលជូនរដ្ឋឬការយកភោគផលឬទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់ទោះបីមូលរយៈក៏ដោយត្រូវហាមឃាត់វែងលែងតែក្នុងករណីពិសេសដែលមានច្បាប់អនុញ្ញាតមាត្រា61រដ្ឋជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យពិសេសវិស័យកសិកម្មសិប្បកម្មឧស្សាហកម្មចាប់តាំងពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹកភ្លើងផ្លូវនិងមេធាវីដឹកជញ្ជូនបច្ចេកទេសទំនើបនិងប្រព័ន្ធអ៊ីណៃទៀនមាត្រា62រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមេធាវីផលិតការពារថ្លៃផលិតផលជូនកសិករសិប្បករនិងជួយរកទីផ្សារលក់ផលិតផលមាត្រា63រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យមាត្រា64រដ្ឋហាមឃាត់និងផ្ដន់ទោសជាធ្ងន់ដល់ជនណាដែលនាំចូលផលិតផលលក់ដូរគ្រឿងញៀនទំនិញក្លែងក្លាយហួសផ្ដើមប្រយោជន៍ដែលប៉ះពាល់ដល់សុខភាពអាយុជីវិតរបស់អ្នកប្រើប្រាស់